លោកអាម៉ាត់ម្នាក់នោះគឺជាប៉ាយអ៊ីថាងកណ្ដុលរំសក្នុងចំណោមកណ្ដុលកោះសៀនខុងទាំង5ដែលល្បីឈ្មោះក្នុងពិភពគុណដោយសារតែរហស្សនាមច្បាប់ពិឃាតច័ន្ទចៅកើតមានចិត្តខ្លាំងចង់យកឈ្នះទើបបង្ករឿងធំយ៉ាងនេះហូការពិតគឺអញ្ចឹងទៀតមិននឹកស្មានថាគ្រាន់តែរហស្សនាមឆ្មាពិឃាតមួយក៏បង្ករឿងដល់ថ្នាក់នេះទៅហើយឮពុកឯងថាថ្មីនេះក្នុងពិភពគុណលេចចេញអ្នកក្លាហានពីររឿងគឺមានឈ្មោះថាច័ន្ទចៅហើយនិងប៉ៃអ៊ីថាងច័ន្ទចៅមានរហស្សនាមថាឆ្មាពិឃាតរីឯប៉ៃអ៊ីថាងវិញមានរហស្សនាមថាកណ្ដុលរមី